មុននឹងចូលទៅកាន់វីដេអូការសម្រាយរបស់ខ្ញុំដែលបានធ្វើនៅអេពីសូតទី4ហ្នឹងខ្ញុំសូមអរគុណដល់អ្នកគាំទ្រខ្ញុំផងដែរមិនថា TikTok YouTube ក៏ដោយហើយមានទាំងអ្នកគាំទ្រតាម AC ទៀតអរគុណមែនតើឥឡូវយើងចូលទៅកាន់វីដេអូរបស់យើងទាំងអស់គ្នា Hello គ្នាយើងថ្ងៃថ្មីការសម្រាយអេពីសូតថ្មីក៏បានមកដល់ដូចគ្នាហើយនៅអេពីសូតនេះផងដែរគឺនិយាយអំពីការហ្វឹកហាត់របស់ Special Week របស់យើងបន្ទាប់ពីការចាញ់នៅការប្រកួតលំដាប់ថ្នាក់ទី1នឹងមក Special Week របស់យើងនឹងគឺអារម្មណ៍អត់ល្អទេធ្វើនេះខុសធ្វើនោះខុសពេញនឹងឯងគុំតែមានស៊ូសកាជាមិត្តរួមបន្ទប់នឹងប្រាប់ទេកុំអី Special Week របស់យើងមិនដឹងតែជាយ៉ាងណាទេបន្ទាប់មកសាច់រឿងក៏បានឲ្យយើងដឹងដែរថា Special Week របស់យើងនឹងគឺពិតជាឡើងគីឡូមែនក៏ថ្ងៃស្អែកមកដល់ភ្លាមហ្នឹង Special Week របស់យើងនឹងបានព្យាយាមរត់វឹកហាត់សម្រាប់គីឡូផងដែរហើយក៏សន្យានឹងខ្លួនឯងថាខ្លួនឯងនឹងព្យាយាមឈ្នះនឹងការប្រកួតក៏ដូចជាឈ្នះ Science Sky ដែលជាមិត្តភក្តិរបស់ខ្លួនឯងផងដែរពេលថ្ងៃដល់ម៉ោងហូបអាហារក៏បានចូលមកដល់ Special Week ក៏ដូចជាមិត្តរួមថ្នាក់របស់នាងផងដែរក៏បានធ្វើការហូបបាយជុំគ្នាអញ្ចឹងទៅតែហូបបាយសានី Special Week របស់យើងដូចហូបបាយតិចជាងមុនណាឥឡូវទៅហូបហ្នឹងស្រាប់តែមានសមាជិកម្នាក់ទៀតមកនាងមានឈ្មោះថា Haru Urara នាងបានប្រាប់ផងដែរថាអង្ការជំនាន់រត់ប៉ណ្ណាំង D Bakare ហ្នឹងគឺនាងបានចប់លេខ5ក៏ប៉ុន្តែដែលហេតុថាមានអ្នកគ្រប់គ្រងនាងច្រើនអញ្ចឹងនាងចង់រត់ម្ដងទៀតអំឡុងពេលដែលពូគេកំពុងតែនិយាយគ្នាលេងសុកហ្នឹងក៏ស្រាប់តែនៅក្នុង TV បានចាប់បញ្ចាំងថាមានអ្នករត់ម្នាក់ខ្លាំងមែនតែនគឺឈ្នះការប្រកួត4ដងជាប់គ្នាហើយម្នាក់នោះគឺជាមិត្តរួមថ្នាក់របស់ Special Week របស់យើងនឹងឯងឈ្មោះថា Phaza ហើយសាច់រឿងកាត់មកកាន់ពេលល្ងាចគ្រប់គ្នាគឺធ្វើការហ្វឹកហាត់ជាធម្មតាអញ្ចឹងទៅសាច់រឿងក៏កាត់មកកាន់ថ្ងៃស្អែកដែល Special Week របស់យើងនឹងត្រូវបង្ខំចិត្តសម្រាប់ហូបមានន័យថាអត់សូវហូបមួយរយៈគ្រប់គ្នាក៏ចាប់ផ្ដើមបើកការហ្វឹកហាត់ផងដែរហើយខ្ញុំសូមអធិស្ឋានផងអ្នកមើលអ្នកតាមដានហ្នឹងដោយសារតែអេពីសូតហ្នឹងសម្បូរទៅដោយកន្លែងហ្វឹកហាត់អញ្ចឹងទៅខ្ញុំអត់សូវមានអីនិយាយឲ្យបានក្បោះក្បាយច្រើនទេអញ្ចឹងអាកន្លែងឈុតខ្លះខ្ញុំ skip និយាយទៅខ្ញុំ skip ហ្មងខ្ញុំចាំតែនិយាយឈុតឆាកដែលមើលទៅសំខាន់ណាអញ្ចឹងទៅបានរៀងកាត់ច្រើនហើយនៅថ្ងៃមួយហ្នឹង trainer របស់ team speaker ហ្នឹងគាត់បានមកឲ្យកាដូទៅកាន់ Hana ដោយកាដូហ្នឹងដែរគឺជាការស្នើសុំការប្រកួតដោយការប្រកួតហ្នឹងដែរគឺ trainer គាត់ចង់ឲ្យ Special Week របស់យើងហ្នឹងប្រកួតជាមួយ Taiki ដែល Taiki ហ្នឹងជាសមាជិកក្រុម Rigil ពេលយប់ក៏បានមកដល់ trainer ក៏បានប្រាប់ Special Week អំពីដំណឹងនេះផងដែរថានាងនឹងមានការប្រកួតប្រណាំងសាកល្បងជាមួយនឹង team Rigil ម្នាក់ហើយ trainer ហ្នឹងគាត់ក៏លើកឡើងមកដែរថាដើម្បីឲ្យខ្លួនកាន់តែខ្លាំងនោះយើងត្រូវតែប្រឈមមុខជាមួយនឹងអ្នកខ្លាំងហើយ Suzuka ហ្នឹងគាត់ក៏បានមកនិយាយជាមួយ Special Week ផងដែរដោយសារតែថ្ងៃមុនហ្នឹងគាត់បានស្ដាប់ឮ Special Week គាត់បន្ទោខ្លួនឯងតាមដែល Suzuka និយាយហ្នឹងគាត់ចង់មានន័យថាបើសិនជាលើក្រោយរត់ចាញ់គេឬក៏មានចំណុចខ្វះខាតណាអញ្ចឹងកុំបង្ខំខ្លួនឯងពេកតែបង្ខំខ្លួនឯងពេកហ្នឹងគឺនឹងធ្វើឲ្យខ្លួនឯងនឹងពិបាកហើយឈឺចាប់អីចឹងទៅហើយក៏បាននិយាយសួរ Special Week អំពីឡើងគីឡូផងដែរហើយ trainer គាត់ក៏បាននិយាយបញ្ជាក់ដែរថាចង្ងាយរត់ឆ្លងគ្នាហ្នឹងគឺខ្លីទេហើយនឹងគោលបំណងហ្នឹងផងដែរ trainer គាត់ព្យាយាមឲ្យ Special Week របស់យើងហ្នឹងរត់ផងនឹងមើលចលនាគេផងដើម្បីបានក្បាច់ថ្មីដើម្បីឲ្យខ្លួនឯងហ្នឹងប្រើនៅពេលខាងមុខអញ្ចឹងណាហើយថ្ងៃដែល Special Week របស់យើងរត់ប្រណាំងក៏បានមកដល់ក្រុមការលើកទឹកចិត្តរបស់ Team Speaker ហ្នឹងការប្រកួតក៏បានចាប់ផ្ដើមហើយពួកគេទាំងពីរក៏បានចាប់ផ្ដើមរត់ប្រណាំងគ្នាហើយអាពេលកំពុងតែរត់ហ្នឹង Special Week របស់យើងហ្នឹងតាមអត់តាន់ទេក៏ប៉ុន្តែបានរកឃើញចំណុចមួយការដែល Special Week របស់យើងហ្នឹងរត់នៅពីក្រោយ Taiki ហ្នឹងធ្វើឲ្យ Special Week របស់យើងហ្នឹងសន្សំកម្លាំងបានច្រើនឆ្ងល់អត់ថាមូលហេតុអីមូលហេតុគឺដោយសារតែ Taiki របស់យើងហ្នឹងគាត់រត់នៅមុខហើយការដែលគាត់រត់នៅមុខគឺមានន័យថាគាត់ត្រូវបញ្ចេញកម្លាំងច្រើនជាងហើយការបញ្ចេញកម្លាំងនោះដែរគឺជាការរត់ទម្លុះខ្យល់គ្នាយើងមួយចំនួនអត់តន់យល់ទេជាមួយខ្ញុំធ្វើវីដេអូឲ្យមើលនេះដោយអ្នកនេះឃើញនៅក្នុងរូបចឹង Taiki គាត់រត់ទៅមុនដល់ពេលគាត់រត់ទៅមុនចឹងទៅគាត់គឺជាអ្នកទទួលរងសម្ពាធខ្យល់ហើយដោយសារតែ Special Week គាត់នៅពីក្រោយអញ្ចឹងគាត់អត់សូវទទួលបានសម្ពាធខ្យល់ទេអញ្ចឹងធ្វើឲ្យ Special Week របស់យើងនឹងសន្សំកម្លាំងបានច្រើនជាងមុនផងដែរហើយការរត់ប្រណាំងក៏បានទៅដល់ទួលហើយ Taiki នាងក៏មិនបង្អង់យូរដូចគ្នានាងបានប្រើកម្លាំងដែលនាងមានទាំងប្រមាណហ្នឹងសម្រុកឡើងទៅទួលតែម្ដងហើយដោយសារតែការសម្រុកហ្នឹងគឺបុកខ្យល់ខ្លាំងពេកធ្វើឲ្យប៉ើង Special Week របស់យើងបន្តិចដែរហ្នឹងតែមិនធ្វើទេ Special Week របស់យើងហ្នឹងបាននឹកឃើញចំណុចថ្មីមួយទៀតហើយនោះគឺជារបៀបរត់នៅលើទួលដែលថាយើងត្រូវតែដាក់ជើងឲ្យត្រូវទៅតាមទួលនោះយើងនឹងអាចរត់ស្របតាមទួលបានយ៉ាងងាយស្រួលហើយមិនសូវខ្ជះខ្ជាយកម្លាំងគ្រាន់តែនឹកឃើញដល់ចំណុចនេះភ្លាម Special Week របស់យើងបានអភិវឌ្ឍភ្លាមតែម្ដងហើយដោយសារតែចំណុចតូចមួយនេះទៅធ្វើឲ្យ Special Week របស់យើងនឹងតាមចិត្តtom Taiki បាត់ទៅហើយការប្រកួតក៏ជិតបញ្ចប់អ្នកទាំងពីរក៏នៅស្មើគ្នានៅឡើយទេហើយ Taiki នឹងនាងអត់ទាន់អស់ទេនាងនៅកម្លាំងចុងក្រោយទៀតហើយដោយសារតែកម្លាំងចុងក្រោយរបស់ Taiki នឹងធ្វើឲ្យនាងមានកម្រិតពី Special Week របស់យើងមិនតិចដែរការប្រកួតក៏បានបញ្ចប់ Taiki គឺជាអ្នកឈ្នះ
បន្ទាប់ពីការប្រកួតបានបញ្ចប់ពួកគេទាំងអស់គ្នាក៏បានមកប្រជុំគ្នាស៊ូស៊ូកាក៏បានសួរទៅកាន់ Special Week ថាថ្ងៃហ្នឹងមើលទៅសប្បាយម៉េះហើយ Special Week គាត់ក៏តបវិញដែរថាគាត់សប្បាយរាល់ថ្ងៃតើហើយក៏បន្តថាក៏តែថ្ងៃហ្នឹងគាត់ចាញ់ទោះជាយ៉ាងណានាងក៏សប្បាយចិត្តនៅពេលដែលនាងមានពេលជុំគ្នាអញ្ចឹងអំឡុងពេលនិយាយហ្នឹងនៅក្នុង TV គឺកំពុងចាក់បញ្ចាំងអំពីផាសាដែលកំពុងនាំមុខគេនៅក្នុងការប្រកួត G1 ផងដែរហើយបន្ទាប់មកយើងក៏ដឹងថាផាសាគឺជាអ្នកឈ្នះមានន័យថានាងបានឈ្នះ5ប្រកួតជាប់គ្នាហើយដោយសារតែនេះគឺជាការឈ្នះ5ប្រកួតជាប់គ្នាទាំងហាណាទាំងផាសាគឺបានឡើងសម្ភារអំឡុងពេលដែលផាសាគាត់កំពុងតែនិយាយជាមួយអ្នកសារព័ត៌មានសុកហ្នឹងនាងក៏បានទាញមីក្រូឲ្យមកនិយាយថានាងនឹងធ្វើការឈ្នះទៅលើការប្រកួតមួយដែលមានឈ្មោះថាឌឺបាយខ្ញុំអត់ដឹងថាខ្ញុំអានត្រូវអត់ទេក៏ប៉ុន្តែនាងក៏បាននិយាយដែរថានាងនឹងប្រកួតជាមួយ Special Week របស់យើងនៅការប្រកួតហ្នឹងផងដែរហើយក្រុមរបស់ Speaker ហ្នឹងបានមើលមកនាងហើយដោយសារតែនាងអត់ដឹងនិយាយបែបហ្នឹងនាងក៏តាំងចិត្តថានាងនឹងយកលេខ1ឲ្យបានហ្នឹងហើយអ្នកគ្នាអេពីសូតទី4ហ្នឹងមានតែប៉ុណ្្នឹងទេអត់សូវជាវែងឆ្ងាយទេដោយសារតែសាច់រឿងគេបង្ហាញតែពីការហ្វឹកហាត់ទេហើយគឺអរគុណខ្លាំងមែនទែនចំពោះអ្នកដែលគាំទ្រនិងមើលវីដេអូនេះពីដើមរហូតដល់ចប់ហើយបើសិនជាឃើញកំហុសដែលខ្ញុំបានប្រព្រឹត្តនៅក្នុងវីដេអូហ្នឹងអញ្ចឹងសូមខមមិនប្រាប់ផងដើម្បីខ្ញុំអាចជួយការនៅវីដេអូក្រោយៗទៀតអញ្ចឹងបាយគ្នាយើងចាំជួបគ្នានៅវីដេអូក្រោយទៀត